អូខេតើអញ្ចឹងយើងមកជួបលោកគ្រូវីដេអូទី2ទៀតហើយបាទមុនចូលដល់វីដេអូបងប្អូនអរគ្នាកុំភ្លេចជួយ Subscribe Channel លោកគ្រូបងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយនឹង Like Comment ផងដែរបាទអញ្ចឹងវីដេអូបន្តទៀតគឺយើងនឹងនិយាយទាក់ទងទៅនឹងindefinite integral with radical បាទអញ្ចឹងយើងប្រើប្រាស់វិធីជំនួសក្នុងការគណនាអន្តរកម្មមិនកំណត់បាទអញ្ចឹងលំហាត់មួយនេះគឺអន្តរកម្មមិនកំណត់នៃ1ចែកជាមួយនឹងឬ x កតាឬ x បូក1បាទ dx បាទអញ្ចឹងលំហាត់នេះមានពិបាកទេយើងអាចជាកូនបងប្អូនគ្នាអាចពិចារណាគុណប្រលាតមែនទេហ្នឹងណាបាទតែឥឡូវយើងមកមើលការវិភាគលំហាត់របស់យើង analysis ការវិភាគលំហាត់គូតែងតែញែកបាទភាគច្រើនគូវិញញ៉ាក់គូនអរគ្នាវិភាគមើលទៅលើផ្នែកមួយរបស់វាហើយផ្សារភ្ជាប់ទៅនឹងរូបមន្តរបស់អន្តេក្រាអញ្ចឹងយើងសង្កេតទៅមើលយើងឃើញមានកន្សោមឬ x នៅបាទនៅទាំងពីរណាបាទកន្សោម x នៅទាំងពីរលើមកទាំងពីរផ្នែកនេះណានៅភាគបែងខាងនៅភាគបែងនៅខាងក្រៅវងកញ្ចក់ហើយនៅក្នុងវងកញ្ចក់ហើយមួយទៀតយើងអានេះយើងគ្រាន់តែចំណាំមើលណាដោយសារតែគូចង់ផ្សារភ្ជាប់ចំណេះដឹងទៅតងទៅនឹងអ្វីដែលយើងត្រូវចេះរៀនសង្កេតមើលទៅលើផ្នែកនីមួយៗហើយស្វែងយល់ផ្សារភ្ជាប់ទៅនឹងអ្វីយើងបានរៀនពីកម្រិតពីថ្នាក់ទៀតមកបាទអញ្ចឹងទំនាក់ទំនង derivative ជាយើងដឹងហើយថារឹស x គឺយើងដឹងហើយយើងអាច derivative បានគេ derivative រឹស x បាទណាគឺ1លើ2រឹស x ហើយយើងគួរតែប្រើវិធីជំនួសដែលយើងជំនួសដោយអថេអុយបាទនេះបង្ហាញថាយើងអាចប្រើបានដែរណាជំនួសដោយអថេអុយបានទំនង derivative តោះហើយបើយើងថាអញ្ចឹងកាលណាយើងឃើញពេញ derivative មានមួយនៅភាគយកហើយណាឃើញដូចភាគយកអញ្ចឹងវាដូចលោកគ្រូវីដេអូមុនអញ្ចឹងកាលណាយើង derivative ភាគបែងវាមានតម្លៃលេខនៅកន្សោមនោះវាទាក់ទងទៅនឹងភាគយកអាហ្នឹងជំនួសបានដែរបាទជំហាននៅក្នុងការធ្វើតែម្ដងគឺទី1គឺយើងតាំងអថេថ្មី substitution បាទអញ្ចឹងគូតាំងអុយស្មើជាមួយនឹងរឹស x បូកជាមួយនឹង1ភាគបែងនៅក្នុងវងកញ្ចក់ណាកូនយើងមើលភាគបែងក្នុងវងកញ្ចក់របស់យើងនេះអញ្ចឹងគូតាំងដោយអុយបាទអញ្ចឹងអឺគ្រូចាប់ផ្ដើមធ្វើ differential លើទាំងអស់ហ្នឹងគឺយើង derivative អុយហ្នឹងយើង d អុយស្មើជាមួយនឹងយើង derivative ទៅលើ x យើង derivative ទៅលើលេខ1បាទអញ្ចឹង derivative ទៅលើ x គឺស្មើ1លើ2លើ x លោកគ្រូបានបញ្ជាក់នៅខាងកន្លែងនេះមិញឃើញទេបានប៉ុណ្ណឹងបាទ derivative លេខ1គឺជាចំនួនថេរអញ្ចឹងវាចេញ0ហើយបាទ derivative ចំនួនថេរចេញ0បន្តមកទៀតយើងគ្រាន់តែអាចគុណខ្វែងបានទេកូនយក2គុណនឹង d អុយទៅបាទហើយបានគូគុណអញ្ចឹងដើម្បីឲ្យមាន1នៅលើរឹសនៃ x នេះ1នៅលើរឹសនៃ x នេះហើយ dx ទៅវាប្រកាសជាតាំងដោយអុយបានណាមែនទេបាទអញ្ចឹងគូទាញមកបាន2 d អុយស្មើ1នៅលើ d អុយបាទបន្តមកទៀតយើងរៀបចំគូដាក់ខាងបញ្យលខាងក្រោមលម្អិតណាយើងរៀបចំកន្សោម differential ដើម្បីងាយស្រួលជំនួសចូលក្នុងអន្តេក្រាដើមបាទណាងាយស្រួលដើមយើងមិនចាំទាញ2មកសិនក៏បានប៉ុន្តែខ្ញុំចង់ទាញបងប្អូននេះងាយយល់បាទជាជំហានទី2គឺយើងជំនួសជា transformation បាទ transformation យើងចាប់ផ្ដើមជំនួសអន្តេក្រាដើមហ្នឹងក្រោយមកប៉ុណ្នេះជំនួសដោយរឹសនៃ x បូក1យើងមិនតាំងដោយអុយហើយ1នៅលើរឹស x នេះ1ជាមួយនឹងរឹស x នេះ dx នេះគឺចាប់មកដុំនេះជាមួយនឹង dx នេះដោយ2 d អុយដោយសារលោកគ្រូទាញខាងដើមមិញនេះ2 d អុយស្មើ1នៅលើរឹស x dx មិនចឹងណាបាទអញ្ចឹងយើងអាចចំនួនសញ្ញានេះចំនួនទៅវិញទៅមកបាននេះចំនួនដែលរឹសនៃ x បូក1ដោយអុយនិង1នៅលើរឹស x dx ហ្នឹងដោយ2 d អុយបាទអញ្ចឹងគួរចាប់ផ្ដើមចំនួនបាន1នៅលើអុយគុណជាមួយនឹង2 d អុយតោះអានេះកូនអាចមើលអានេះម្ដងទៀតណា1រឹស x dx នេះគឺចំនួនដោយ2 d អុយណាតែចាំណាគឺដាក់នៅខាងក្រោយក៏បានខាងលើក៏បានហើយ1លើអុយនេះគឺ1នៅដដែលអុយរបស់យើងគឺនេះមកដុំនេះគុណជាមួយនឹង2បាទ d d អុយស្មើជាមួយនឹងបន្តទៀតយើង2ជាចំនួនថេរលើកមកមុខអន្តេក្រាបានដាក់នៅលើនឹងក៏បានដែរណាបាទអញ្ចឹងគួរឲ្យដាក់ថា2នៅលើ
để là ối để ối chấm hiến tí bấy cứ những cái này anti integration bây giờ bạn cái này đĩa anti khả năngយើងប្រើមុនគ្រឹះនៃអន្តរការយើងដឹងហើយមុនគ្រឹះអន្តរការគឺកាលណាអន្តរការมันកំណត់មួយនៅលើអុយនៃអុយស្មើនឹងលើការនៃអុយបូកជាមួយនឹងចំនួនថេសេបាទ constant ណាបាទអញ្ចឹងអនុវត្តចំពោះអន្តរការដែលយើងបានបំលែងគឺអន្តរការมันកំណត់នៃ2នៅលើអុយដេអុយបាទអញ្ចឹងយើងបានគេលេខ2ចំនួនថេបោះវាទៅមុខសិនមកអន្តរការនីមួយនៅលើអុយដេអុយស្មើលិនលើខាងអុយបូកសេបាទអញ្ចឹងយើងឬគ្រូប្រាប់ឲ្យថាដូចអញ្ចឹងហើយមេគុណ2នេះត្រូវបានទាញចេញក្រៅអន្តរការតាមលក្ខណៈ linear គឺណាលក្ខណៈចំនួនពិតអាចលើកទៅមុខបានមិនអញ្ចឹងណាបាទខ្ញុំចូលទៅទីមានទី4គឺចំនួនអថេដើមអញ្ចឹង back substitution ជាមួយអាអុយនេះចំហាត់បីចឹងនិយាយវា x អញ្ចឹងយើងជំនួសអាអុយដោយ x វិញមកបាទអញ្ចឹងប៉ានេះម្ដុំប៉ានេះជំនួសដោយអុយស្មើជាមួយឬ x បូក1ជំនួសដោយហ្នឹងណាអញ្ចឹងអាអុយនេះជំនួសដោយឬ x បូក1បូក c អញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺអាម្ដុំនឹងឯងណាបាទ2លិននៃឬ x បូក1បូក c អញ្ចឹងយើងមើលលក្ខណៈសម្គាល់បន្តិចយើងដឹងហើយថាដោយសារតែរឿង x បូក1ធំជាង0ជានិច្ចហើយមិនធំ0ជានិច្ចបាទដូច្នេះយើងមិនអាចបាច់ប្រើសញ្ញាដាច់ផ្លាយដាច់ខាតទេណាមិនប្រើសញ្ញាខាត់ក៏បានដែរបាទតែអញ្ចឹងយើងដឹងហើយនៅក្នុងផ្លាយដាច់ឬ x នេះគ្មានតម្លៃវាត្រូវមិនដែរក្នុងដែនកំណត់របស់ឬបាទហើយហ្នឹងវាត្រូវតែធំជាង0ណាបាទអញ្ចឹងបូក1ទៀតធំជា0ទៀតដែរបាទអញ្ចឹងសេចក្ដីសន្និដ្ឋាននៃចម្លើយចុងក្រោយគឺ conclusion លោកគ្រូចង់ឲ្យកូនៗទាំងអស់គ្នាមើលណាយើងអាចដាក់ជាទម្រង់ដូចនេះពេលប្រឡងយើងដាក់ដូចនេះចឹងមកណាបាទចេះមកអានេះមកណាអញ្ចឹងបន្ទាប់ពីនេះលោកគ្រូតែងតែសង្ខេបចម្លើយដល់កូនៗគឺសង្កេតមើល derivative នៃ radical ណាសង្កេតមើល derivative radical តាំងអុយអញ្ចឹងទៅហើយ differential រក d អុយអញ្ចឹងទៅហើយយើងគេនៅតែរមុនលិននៃអុយទៅទៀតជំនួសអថេអថេ x របស់យើងហ្នឹងចូលទៅក្នុងអុយហ្នឹងអថេដើមវិញអញ្ចឹងទៅណាបាទអញ្ចឹងសូមអរគុណគុណទាំងអស់គ្នាបើតែកុំភ្លេចរៀនសូត្រតាមវីដេអូលោកគ្រូហើយរៀនធ្វើលំហាត់ឡើងវិញបើខាត់ខ្លួនឯងបន្ថែមទៀតណាបាទហើយជាចុងក្រោយកុំភ្លេចជួយចុច like និង subscribe channel YouTube របស់លោកគ្រូដើម្បីYouTube បានវីដេអូថ្មីៗបន្ថែមទៀតបាទអរគុណច្រើនគុណទាំងអស់គ្នា